ជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីដ៏សំខាន់ឆ្លើយតបនឹងវិបត្តិសកលសហរដ្ឋអាមេរិកបានសន្យាផ្ដល់ថវិកាចំនួន$2,000 លានដល់អង្គការសហប្រជាជាតិក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេសចំនួន17ទោះបីជាយ៉ាងណាក៏ដោយគម្រោងនេះត្រូវបានគេបញ្ជាក់ថាជាបែបបទថ្មីរបស់ UN ក្នុងការបែងចែកជំនួយឲ្យមានប្រសិទ្ធភាពនិងដំណាភាពជាងមុនទៅកាន់ប្រទេសទាំងឡាយដូចជាបង់ក្លាដេស Congo, Haiti, Syria, Myanmar និងអ៊ុយក្រែនជាដើមតាមការផ្សាយរបស់ Reuters នៅថ្ងៃអង្គារទី30 ខែធ្នូឆ្នាំ2025មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនិង UN នៅទីក្រុង Geneva បានបញ្ជាក់ថាទីក្រុង Washington និង UN នឹងចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាចំនួន17ជាមួយបណ្ដាប្រទេសនីមួយៗដែលសហរដ្ឋអាមេរិកបានកំណត់ថាជាប្រទេសអធិភាពក្នុងគោលបំណងនៃបែបបទថ្មីនេះត្រូវបានគេបែងចែកជា3ផ្នែកធំៗដូចជាការជញ្ជូនថវិកាទៅកាន់អង្គការក្នុងស្រុកនិងសហគមន៍ដែលរងគ្រោះដោយផ្ទាល់ជាជាងឆ្លងកាត់ការិយាល័យកណ្ដាលច្រើនថ្នាក់ការប្រើប្រាស់ប្រព័ន្ធទិន្នន័យទំនើបតាមដានថាតើជំនួយបានទៅដល់ដៃជនរងគ្រោះពិតប្រាកដឬយ៉ាងណានិងការបញ្ចេញថវិកាជួយសង្គ្រោះនៅពេលមានការព្យាករណ៍ថាគ្រោះមហន្តរាយនឹងកើតឡើងជាជាងការរងចាំដល់គ្រោះមហន្តរាយកើតឡើងរួចហើយទើបផ្ដល់ជំនួយថវិការបស់សហរដ្ឋអាមេរិកនឹងជួយដល់តំបន់ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់អត់ឃ្លានខ្លាំងជាពិសេសនៅតំបន់អាហ្វ្រិកនិងមជ្ឈិមបូព៌ានិងដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនិងការផ្ដល់ថ្នាំសង្កូវក្នុងតំបន់សង្គ្រាមដូចជាការផ្ដល់ជំរកនិងសុវត្ថិភាពដល់មនុស្សដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារជម្លោះនិងបម្រែបម្រួលអាកាសធាតុទោះបែបនេះលោក Tommy Fletcher ប្រធានផ្នែកជំនួយមនុស្សធម៌អង្គការសហប្រជាជាតិបាននិយាយថាតំបន់មួយចំនួនដែលជាអតិភិបរួមមាន Yemen, Afghanistan និងទឹកដីហ្គាហ្សានឹងមិនទទួលការផ្ដល់មូលនិធិពីសហរដ្ឋអាមេរិកក្រោមយន្តការថ្មីនេះទេយោងតាមទិន្នន័យការរួមចំណែកផ្នែកមនុស្សធម៌សរុបរបស់អាមេរិកដល់ UN បានធ្លាក់ចុះនៅត្រឹមតែ$3.38 លានក្នុងឆ្នាំ2025ដែលស្មើនឹងប្រមាណ 14.8% នៃចំនួនសរុបជាសកល